វាមិនមែនជាការលះបង់ទេវាមិនមែនជាការលះបង់ទេបើទោះបីជាការលះបង់ក៏ការលះបង់បែបហ្នឹងមិនប្រកបដោយគតិបណ្ឌិតអត់មានតម្លៃក្នុងការលះបង់ហើយលះបង់ចំពោះមនុស្សដែលមិនគួរលះបង់តែអញមើលទៅមកពីហែងជាប់ក្រុមកន្ទុយក្បិនហ្មងហើយហែងនិយាយថាមានអនុស្សាវរីយ៍គួរឲ្យលះបង់បងប្អូនណាមនុស្សត្រូវបែងចែករវាងការយល់ប្រកបដោយមនសិការជាមួយនឹងមនោសញ្ចេតនាឲ្យបានទើបអ្នកដទៃអាចរាប់អានយើងបានបងប្អូនមនុស្សដែលរស់នៅជាមួយគ្នាជាពិសេសគឺប្តីប្រពន្ធមិត្តភក្តិដែលជិតស្និទ្ធដាច់ខាតយើងត្រូវតែមានមនោសញ្ចេតនាដាច់ខាតបើមនុស្សអត់មានមនោសញ្ចេតនារស់នៅកើតកូនជាមួយគ្នារាប់ឆ្នាំទៅហើយរាប់កូនភ្លេចទៅហើយមិត្តភក្តិដែលនៅជាមួយគ្នាយូរឆ្នាំមកហើយបើអត់មានមនោសញ្ចេតនាបងប្អូនមិនគួររាប់អានទេដាច់ខាតត្រូវតែមានមនោសញ្ចេតនាប៉ុន្តែមិនបានព្រោះតែមនោសញ្ចេតនាហ្នឹងភាពខុសឬភាពត្រូវបានបែងចែកលែងឃើញឧបមាថាយើងលែងប្រពន្ធអ្នកខ្លះគាត់អត់យល់គាត់ប្រាប់ខ្ញុំថាបងអើយខ្ញុំសុំអភ័យទោសខ្ញុំចិត្តអត់ដាច់ពីប្រពន្ធរបស់ខ្ញុំទេខ្ញុំចេញមកខ្ញុំប្រាប់ទៅវិញថាបើក្មួយឯងនិយាយថាក្មួយឯងចិត្តដាច់ពូស្អប់ក្មួយឯងហ្មងមនុស្សយើងនៅជាមួយគ្នាយូរឆ្នាំហើយហេតុអីមិនក្មួយឯងត្រូវចិត្តដាច់មានតែមនុស្សក្មួយឯងនឹងចិត្តដាច់តែហ្មងដែលវាគ្មានអនុស្សាវរីយ៍ចិត្តមិនដាច់នឹងត្រូវហើយក្មួយប្រកាសជាត្រឹមត្រូវប៉ុន្តែមិនមែនព្រោះតែចិត្តមិនដាច់ហ្នឹងក្មួយឯងត្រូវនៅជាមួយមនុស្សដែលមិនគួរនៅទេតែខ្ញុំចេះតែនិយាយរាល់ដងថាទោះបីស្រឡាញ់ប៉ុណ្ណាក៏ដោយណាតែខ្ញុំរកឃើញថាតម្លៃរបស់អ្នកមិនស័ក្តិសមនឹងឲ្យខ្ញុំនៅជាមួយអ្នកឬធ្វើការលះបង់បន្តទៅទៀតខ្ញុំដើរចេញទៅសួរថាមនោសញ្ចេតនាធ្វើឲ្យខ្ញុំយ៉ាងម៉េចស្រក់ឈាមចេញតាមភ្នែកនឹកសំណោះអាណិតក៏ប៉ុន្តែមនសិការរបស់យើងត្រូវតែចេញអញ្ចឹងមនោសញ្ចេតនានៅតែមានក៏ប៉ុន្តែមនសិការរបស់យើងយល់ថាមនុស្សនឹងវាអស់តម្លៃសម្រាប់ឲ្យយើងរស់នៅជាមួយត្រូវទៅមនុស្សដែលធ្វើឲ្យមនោសញ្ចេតនាអូសទាញគ្រប់ទៅពេលបងប្អូនកុំរាប់អានវាមនុស្សនេះបងប្អូនពេលមានបញ្ហាវានៅខាងគ្រួសារវារហូតឧទាហរណ៍ថាវាសន្យាជាមួយយើងរកស៊ីចុះអីវាធ្វើអីមួយយើងតែវាឆ្លោះមួយប្រពន្ធវាណាតែរឿងហ្នឹងឆ្លោះមួយប្រពន្ធវាសុខចិត្តខុសមួយយើងវាសុខចិត្តតាមប្រពន្ធវាកុំដាក់ទុនរកស៊ីជាមួយវាជាពិសេសគឺទុនមនោសញ្ចេតនាពីព្រោះអាមនុស្សនេះវាអត់ចែកបែងចែកខុសត្រូវទេដល់តែមានរឿងកើតឡើងគឺវានៅខាងក្រុមគ្រួសារវារហូតមនោសញ្ចេតនារបស់វាទាញរហូតបងប្អូនមនុស្សបងប្អូនការសម្រេចចិត្តមួយដែលត្រឹមត្រូវបងប្អូនវាត្រូវប្រកបជាមួយអង្គពីរទី1គឺភាពស្របត្រឹមត្រូវតាមមនសិការជាមនុស្សទី2ថ្លឹងថ្លែងជាមួយនឹងមនោសញ្ចេតនាឲ្យហើយពីរនឹងបូកបញ្ចូលគ្នាបានអាកាត់ខ្វោកអានឹងបានត្រូវឧទាហរណ៍ច្បាប់នៅស្រុកគេហាមមិនឲ្យយើងស្លាប់មនុស្សទេទោះបីស្លាប់ក្នុងរូបភាពណាក៏ដោយមនុស្សម្នាក់ហ្នឹងគាត់កើតមហារាជពេទ្យទាំងអស់គ្នាដឹងថាយ៉ាងយូរបំផុត3ថ្ងៃទេគាត់ស្លាប់ហើយអ្នកជំងឺគាត់ទៀមទាសូមឲ្យចាក់ថ្នាំឲ្យគាត់មកដើម្បីសម្លាប់គាត់ពីព្រោះ3ថ្ងៃទៀតគាត់គង់តែស្លាប់ឥឡូវគាត់ឈឺណាស់គ្រាន់តែលឺសូមចាក់ថ្នាំពេទ្យទាំងអស់គ្នាព្រុចលេងពីព្រោះអីជាប់គុកស្លាប់មនុស្សអាហ្នឹងស្លាប់ក្នុងស្ថានភាពបែបណាក៏ដោយស្លាប់មនុស្សជាប់គុកមានដុកទ័រមួយបងប្អូនគាត់ទ្រាំមិនបាននឹងការឈឺចាប់របស់អ្នកជំងឺគាត់លែងគិតពីរឿងគុករឿងច្បាប់គាត់ចាក់ថ្នាំឲ្យស្លាប់ទៅដល់ពេលគេក្តីក្តាំឡើងតុលាការត្រូវគិតទេបងប្អូនតុលាការត្រូវគិតថ្លឹងថ្លែងរវាងច្បាប់គេថាសម្រាប់មនុស្សជាប់គុកយើងគិតបន្តិចមើលពេទ្យទាំងអស់នាំគ្នារត់លីងមានតែពេទ្យមួយហ្នឹងសួរតែគាត់មានសត្រូវអីជាមួយនឹងអ្នកជំងឺអត់ទេអត់សោះគាត់សុកចិត្តយករឿងមកដាក់កណ្ដាលដើមទ្រូងគាត់សុកចិត្តសម្លាប់ដើម្បីអីដើម្បីសក់គ្រោះអ្នកដទៃតាមបំណងរបស់គ្នាយើងជាចៅក្រមយើងកាត់ក្តីពងបងប្អូនណាយើងត្រូវថ្លឹងថ្លែងច្បាប់ជាមួយនឹងមនោសញ្ចេតនាយើងកាត់ក្តីឲ្យបុគ្គលនឹងរួចខ្លួនបើក្នុងករណីថាមានចៅក្រមមួយទៀតកាត់ក្តីចៅក្រមហ្នឹងចៅក្រមដែលមានមនសិការបងប្អូនចៅក្រមដែលមានមនសិការសុកចិត្តជាប់គុកទៀតបើអញកាត់ក្តីបែបហ្នឹងជាប់គុកទៅចុះចៅក្រមខាងលើគាត់ត្រូវគិតទៀតថាតើបុគ្គលប្រភេទបុគ្គលជាចៅក្រមអាថ្នាក់ក្រមនេះគាត់មានទៅតាក់ទងស៊ីលុយស៊ីកាក់អីជាមួយអាដុកទ័រហ្នឹងវាអត់ទេគាត់សុកចិត្តផ្ទុយនឹងច្បាប់មនុស្សដែលសម្លាប់គេវាត្រូវជាប់គុកជាប់ច្បាប់ឥឡូវគាត់ឲ្យរួចខ្លួនជាមនសិការគាត់ឲ្យរួចខ្លួនទៀតស្រុកគេបងប្អូនមនសិការជាមនុស្សវាខ្លាំងបំផុតមនុស្សរបស់គេគឺអញ្ចឹងបងប្អូនគេធ្វើការដើម្បីបម្រើមនសិការរបស់គេភាពត្រឹមត្រូវរបស់គេពលរដ្ឋរបស់យើងគាត់ថាម៉េចទេ
ដូចខំវាសនាល្អហួសហេតុពេកហើយស្រុកខ្មែរគេមិនគិតអញ្ចឹងទេមនុស្សខ្មែរគេមិនគិតអញ្ចឹងទេខ្ញុំបន្ថែមឲ្យខ្ញុំថាម៉េចទេកុំនិយាយថាអញ្ចឹងមនុស្សថោកទាបគេមិនគិតដូចហែងថ្លៃធ្នូអញ្ចឹងទេត្រូវថែមពាក្យអញ្ចឹងមនុស្សថោកទាបគេមិនគិតអញ្ចឹងទេអានេះមនុស្សថោកទាបគេមិនដែលគិតអញ្ចឹងទេត្រូវថែមពាក្យអញ្ចឹងពួកអាចឆ្លងសង្គមគេគិតតែរស់គេមិនដែលគិតអញ្ចឹងទេកុំនិយាយថាមនុស្សគេមិនដែលគិតអញ្ចឹងមនុស្សគេគិតអញ្ចឹងបងប្អូនណាកសាងសង្គមដូចយើងអញ្ចឹងបងប្អូនបានទៅជាសង្គមរបស់មនុស្សខ្ញុំយល់ថាមេរៀនបែបហ្នឹងបងប្អូនត្រូវបញ្យល់ឲ្យបានល្អិតល្អន់នៅតាមសាលាឲ្យមនុស្សបានយល់ពីព្រោះមេរៀនអស់ហ្នឹងដែលយើងត្រូវយកទៅដោះស្រាយបញ្ហាជីវិតគ្រួសាររបស់យើងពីព្រោះចានក្នុងរាវប៉ះទង្គិចរាល់ថ្ងៃបងប្អូនបើយើងអត់មានមេរៀនជីវិតបញ្ហាច្រើនណាស់បងប្អូនលះបង់ពិតជាលះបង់ប៉ុន្តែសូមឲ្យគិតពីតម្លៃរបស់មនុស្សដែលយើងត្រូវធ្វើការលះបង់ផងរឿងឆ្លោះគ្នារឿងប្តីប្រពន្ធរឿងចូល LDP នឹងច្រើនបំផុតបងប្អូនអញ្ចឹងបានខ្ញុំចង់ផ្ដល់មេរៀនត្រង់ចំណុចហ្នឹងឲ្យអ្នកដែលជួបបញ្ហាហ្នឹងគិតរឿងដែលត្រូវណាបងប្អូនប៉ុន្តែមិនមែនអាចនិយាយបានគ្រប់មនុស្សទេណាជួនកាលប្តីជាអ្នកយល់ LDP និយាយមួយប្រពន្ធស្ដាប់បានជួនកាលប្រពន្ធជាអ្នកយល់ LDP និយាយមួយប្តីស្ដាប់បានប៉ុន្តែដំបងដៃត្រូវជ្រើសរើសផ្លូវហ្នឹងដាក់កៅអីទល់មុខគ្នាអូនបងតាមអូនក៏មិនត្រូវអូនតាមបងក៏អត់ត្រូវរឿងដែលត្រឹមត្រូវត្រូវដាក់កៅអីអង្គុយទល់មុខគ្នារួចហើយដាក់លក្ខខណ្ឌណាយើងពិតជាស្ដាប់ការយល់របស់គ្នាទៅវិញទៅមកដោយសេចក្តីស្មោះត្រង់ពីព្រោះយើងអត់ចង់ឆ្លោះគ្នាទេអូនដូច្នេះអូននិយាយមុនមកឬបងនិយាយមុនមកនិយាយស្ដាប់ដោយស្មោះត្រង់ទីបំផុតតែបើយើងស្មោះត្រង់រៀងខ្លួនណាបងប្អូនយើងនឹងរកឃើញថាតើអ្នកណាគួរតាមអ្នកណាខ្ញុំសូមបញ្ចប់ចំណាប់តាមគ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណ